បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំលើកយកមកបង្ហាញនៅចំណុចសំខាន់របស់កម្មវិធី Adobe Premiere បាទអញ្ចឹងក្នុងនេះបើសិនយើងកាត់តវីដេអូហើយយើងចង់បញ្ចូលសំឡេងដោយមិនចង់ប្រើកម្មវិធីផ្សេងយើងអាច record សំឡេងក្នុងនឹងបានដូចគ្នាបាទអ្នកទាំងអស់គ្នាមើល timeline នេះត្រង់កន្លែង A1 អញ្ចឹងត្រង់កន្លែងនេះវាដាក់ voice over record អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចលើវាទៅវានឹងរាប់1 2 3ឲ្យយើងបាទនៅពេលដែលយើងថតសំឡេងហើយសម្រាប់អ្នកកាត់តត្រូវតែដឹងស្តង់ដារសំឡេងតើគេដាក់ប្រមាណ dB គេដាក់កម្រិតលេខគេប្រមាណត្រង់កន្លែងនេះដើម្បីឲ្យឮត្រូវស្តង់ដារបាទជាក់ស្ដែងអ្នកខ្លះគាត់កាត់តគាត់អត់យល់ពីសំឡេងហ្នឹងគាត់ចេះតែដាក់ឲ្យឮឬក៏ដាក់ធម្មតាពេលខ្លះក៏លឺជាងគេពេលខ្លះក៏លឺតិចជាងគេចឹងទៅបាទអញ្ចឹងសំឡេងក្នុងនេះជាមើលត្រង់កន្លែងរលកសំឡេងនេះយើងដាក់វាត្រឹមដក6បាទត្រឹមដក6ណាដើម្បីធ្វើសំឡេងឲ្យរៀងស្រួយអ្នកទាំងអស់គ្នាអាចប្រើ effect មួយដល់ចូលលើ effect វាយលើនេះវាយពាក្យថា treble បាទនេះយើងចាប់ទាញខ្ញុំដាក់លើនេះទៅបន្តពីនេះគេចូលទៅសេរីវានៅក្នុង effect control ឥឡូវសំឡេងនេះខ្ញុំ record មុនហ្នឹងគឺសំឡេងវាលឺប៉ុណ្ណេះវាអាចបានច្បាស់ល្អដូចគ្នាអញ្ចឹងដើម្បីធ្វើសំឡេងឲ្យស្រួយយើងគ្រាន់តែបន្ថែមលេខត្រង់កន្លែងហ្នឹងវាអាចបានច្បាស់ល្អដូចគ្នាបើសិនជា microphone យើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមានថាបច្ចេកទេសនៃការធ្វើសំឡេងក្នុងកម្មវិធី Adobe Premiere នឹងបន្ថែមបន្តទៀតល្អដូចគ្នាបើសិនជា microphone យើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមានថាបច្ចេកទេសនៃការធ្វើសំឡេងក្នុងកម្មអូខេអញ្ចឹងក្នុងនេះខ្ញុំបញ្ជាក់យើងមិនចាំបាច់តែថតនៅក្នុងនោះទេសំឡេងដែលយើង record មកពីកម្មវិធីផ្សេងចេញដាក់លើហ្នឹងក៏យើងអាចប្រើ effect ហ្នឹងបានដែរបាទអូខេមួយទៀតគឺការកែសំឡេងទៅជាសំឡេងផ្សេងយើងចូលលើ effect យើងប្រើ Pixelmator នេះបាទ effect ដូចគ្នាចាប់ទាញដាក់ទៅយើងចូលលើ effect control ក្នុងនេះយើងឃើញ Pixelmator យើងចុចលើ edit ជាបញ្ចេញចេះមកជាមើលខ្ញុំ play មើលបានបើសិនជាខ្ញុំទាញមកនេះសំឡេងតូចបើរួចមកនេះសំឡេងឡើងធំណាបាទเราខ្ញុំ play បាសល្អដូចគ្នាបើសិនជា microphone យើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមានថាបច្ចេកទេសនៃការធ្វើសំឡេងក្នុងកម្មវិធី Adobe Premiere នឹងបន្ថែមបន្តវាអាចបានច្បាស់ល្អដូចគ្នាបើសិនជា microphone យើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមានថាបច្ចេកទេសនៃការធ្វើសំឡេងក្នុងកម្មវិធី Adobe Premiere នឹងបន្ថែមបន្តទៀតអូខេឥឡូវខ្ញុំ record បានប៉ុណ្ណេះយើងចុច stop តែម្ដងចុច stop លេខនេះបាទអញ្ចឹងនេះជារបៀបនៃការធ្វើសំឡេងឲ្យតូចឲ្យធំណាបាទអូខេជំហានមួយទៀតនោះខ្ញុំប្រាប់ពីបច្ចេកទេសសំឡេងដែលយើងប្រើចាំបាច់មានមួយទៀតគឺសម្រាប់យើងកែសំឡេងឲ្យឡើងអ៊ីគុយបាទឡើងឲ្យមានថាស្ដាប់ទៅលក្ខណៈណែនល្អដូចយើងប្រើ effect នេះមួយទៀតក្នុងនេះអ្នកទាំងអស់គ្នាត្រូវចាំថាសម្រាប់ effect គឺយើងប្រើទៅតាមប្រភេទរបស់យើងបើវីដេអូយើងដាក់លើវីដេអូ audio ដាក់លើ audio នេះបាទនេះ audio ចុចលើ audio ទៅអូសមកក្រោមត្រង់កន្លែង filter and EQ ឡើយនេះអញ្ចឹងយើងចង់កែសំឡេងបន្ថែមអូសមកក្រោមមកត្រង់កន្លែង parameter equalizer នេះយើងចាប់ទាញដាក់លើហ្នឹងរួចហើយយើងចូលលើ effect control យើងមើលនេះ parametric equalizer បាទយើងចុចលើ edit ដូចគ្នាវាចេញចេះមកបាទវាចេញចេះមកអញ្ចឹងក្នុងហ្នឹង default វាធម្មតាអញ្ចឹងបាទចាប់ប្រើ record បើសិនជាយើងជ្រើសរើសយកផ្សេងដែលមានស្រាប់ខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំយកលក្ខណៈនេះ rap vocal នៅក្នុងនេះវាអាចបានច្បាស់ល្អដូចគ្នាបើសិនជា microphone នេះដែល preset វាមានស្រាប់បើដល់ខ្ញុំយកនេះយើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីវាមានទម្រង់សំឡេងផ្សេងគ្នាបាទវាអាចបានច្បាស់ល្អដូចគ្នាណាយើងយកអញ្ចឹងហើយគឺយើងអាចសេរីដោយខ្លួនឯងបានដែរខ្ញុំឧទាហរណ៍
record បាទចាប់ផ្ដើម record នៅក្នុងនេះវាអាចបានច្បាស់ល្អដូចគ្នាបើសិនជា microphone យើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមានថាបច្ចេកទេសនៃការធ្វើសំឡេងក្នុងកម្មវិធី Adobe Premiere នឹងបន្ថែមបន្តទៀតនៅក្នុងនេះវាអាចបានច្បាស់ល្អដូចគ្នាបើសិនជា microphone យើងល្អបាទហើយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមានថាបច្ចេកទេសនៃការធ្វើសំឡេងក្នុងកម្មវិធី Adobe Premiere នឹងបន្ថែមបន្តទៀតអូខេឥឡូវខ្ញុំ record បានប៉ុណ្ណេះយើងអូខេអញ្ចឹងអានឹងជាបច្ចេកទេសនៃការធ្វើសំឡេងបើសិនជាសំឡេងយើងស្រែកបានល្អ microphone យើងបានល្អយើងមិនបាច់បន្ថែមអីច្រើនក៏បានដាក់តែ treble មួយក៏បានដែរខ្ញុំឧទាហរណ៍ថាសំឡេងនេះបាទសំឡេងគាត់អាជីពក្រានឆ្នាំថ្មី promotion ចូលឆ្នាំខ្មែរបញ្ចុះតម្លៃមហាសាលឈ្នះអូខេបើសំឡេងចេះគឺគ្រាន់តែដាក់ effect treble មួយមកបាទដាក់ស្រួយទៅសង្ក្រានឆ្នាំថ្មី promotion ចូលឆ្នាំខ្មែរបញ្ចុះតម្លៃមហាសាលឈ្នះកាដូជាច្រើនសន្ធឹកអូខេអញ្ចឹងនេះជាបច្ចេកទេសនៃការធ្វើសំឡេងមេរៀនបន្ទាប់ខ្ញុំនឹងបង្ហាញពីបច្ចេកទេសផ្សេងបន្ទាប់ទៀតនៅក្នុងកម្មវិធី Adobe Premiere ដែលយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃបាទខ្ញុំអរគុណ